សូមជម្រាបសួរដល់បងប្អូនខ្មែរទាំងអស់គ្នាជាពិសេសអ្នកដែលកំពុងតែមានបញ្ហាជំងឺតម្រងនោមតែម្ដងហើយបងប្អូនដែលកំពុងតែមានបញ្ហានោមញឹកនោមញាប់នោមម្ដងតិចនោមអត់ចង់អស់ទេពេលនោមមកហ្នឹងទឹកនោមយើងឡើងក្តៅឲ្យរលាកបំពង់បង្ហូរនោមវីដេអូនេះគឺលោកគ្រូដុកទ័រគីមគាត់បានណែនាំឲ្យបងប្អូនដឹងពីវិធីសាស្ត្រនៅក្នុងការសម្របសម្រួលឲ្យប្រសើរឡើងតោះទៅស្ដាប់វីដេអូនេះទាំងអស់គ្នានោមជួលនោមក្តៅតាមបង្ហូរនោមពេលនោមដងទឹកនោមក្តៅខ្លាំងមែនទែនហើយមានអារម្មណ៍ថាកុហកកាហាយតតែប្រឹងខ្លាំងទើបនោមចេញអស់ពេលខ្លះមានអារម្មណ៍ថានោមចង់នោមទៀតតើនេះជាសញ្ញានៃការខូចតម្រងនោមដែរទេបាទនៅក្នុងប្រព័ន្ធ social media មានដូចជា TikTok មានដូចជា Facebook ក្នុង YouTube គឺយើងមានការចុះផ្សាយពីបងប្អូនមួយចំនួនជាពិសេសគឺយុវវ័យតែម្ដងគឺមានបញ្ហាខូចតម្រងនោមដែលយើងហៅថាខូចកលៀនអញ្ចឹងបងចាប់ឲ្យនៅពេលដែលយើងមានការកើតឡើងនៃជំងឺមួយនេះយើងនឹងការចំណាយលុយច្រើនមែនទែនបាទសេដ្ឋកិច្ចរបស់យើងកំពុងតែលំបាកគ្រួសាររបស់យើងកំពុងតែខ្សត់ខ្សោយនៅពេលដែលមានជំងឺនេះយើងនឹងការលុយច្រើននិងការព្យាបាលបាទអញ្ចឹងតើយើងធ្វើយ៉ាងម៉េចដើម្បីការពារកុំឲ្យយើងមានបញ្ហាថាបើសិនយើងកំពុងមានបញ្ហាដូចជាខ្ញុំបាននិយាយមិញហ្នឹងយើងនោមមកឈួលទៅតាមបង្ហូរនោមមានគេថាទឹកនោមរបស់យើងក្តៅក្រហមហើយនោមដងគឺប្រហែលពេលខ្លះគឺក៏អល់កាហាយទៅតាមបង្ហូរនោមហើយពេលខ្លះនោមហើយមានអារម្មណ៍ថានោមអត់អស់ចង់នោមទៀតតើនេះជាសញ្ញានៃការខូចតម្រងនោមដែរទេតែបងយើងខ្វល់ខ្លាំងយើងបារម្ភខ្លាំងចាំបាច់ត្រូវតែមកពិនិត្យសុខភាពអញ្ចឹងការពិនិត្យសុខភាពទី1គឺយើងត្រូវការមើលទឹកនោមទី2គឺយើងមើលឈាមទី3យើងមើលអេកូហើយក្នុងករណីបើសិនជាមានការសង្ស័យគឺយើងការមើលទឹកនោម24ម៉ោងទៀតអញ្ចឹងនៅ clinic រីសោភាគឺយើងមានសេវាកម្មមានមន្ទីរពិសោធន៍ដើម្បីអាចដោះស្រាយជូនបងប្អូនកូនក្មួយបានហើយយើងមានគ្រូពេទ្យឯកទេសក្នុងការដែលយើងប្រឹក្សាមូលហេតុអីនៅពេលដែលយើងមានបញ្ហាយើងអាចដោះស្រាយបានក្នុងរយៈពេលរយៈពេល2-3ខែនេះគឺនៅខាង clinic រីសោភាគឺយើងមានការជួយបងប្អូនបានមួយចំនួនធំតែគាត់មកនៅថាគាត់អត់បានដឹងគាត់ក៏មានអារម្មណ៍ថាមួយរយៈនេះគាត់ញ៉ាំទឹកតិចគាត់ពិបាកនោមពេលខ្លះនោមមកក្តៅពេលខ្លះទឹកនោមមកគាត់ពពុះហើយគាត់នោមមកមានអារម្មណ៍ថាឈួលហើយនោមមកចង់នោមទៀតអញ្ចឹងលេបថ្នាំមួយរយៈទៅក៏បាត់ទៅហើយបន្ទាប់ពីអស់ជាតិថ្នាំអាចជាមួយខែពីខែចាក់ដើមឈឺកាត់ដើមមានសញ្ញានឹងមើលត្រឡប់មកវិញអញ្ចឹងគាត់ធ្វើឲ្យជំងឺរបស់គាត់រ៉ាំរ៉ៃរហូតដល់តែខ្លះ6ខែ1ឆ្នាំក៏មាន2ឆ្នាំក៏មានដែរអញ្ចឹងត្រឡប់វិញថាការព្យាបាលរលាកបោកនោមបាទការព្យាបាលរលាកបោកនោមមិនមែនព្យាបាលរយៈពេល1ខែ2ខែជាទេទៀមទីឲ្យពុកម៉ែបងប្អូនត្រូវការចូលរួមបងប្អូនកូនមួយត្រូវការចូលរួមទី1តើតើជាមួយនឹងការញ៉ាំទឹកបងប្អូនមួយចំនួនក៏គាត់អត់ញ៉ាំទឹកត្រឹមត្រូវទេតែទឹកមួយចំនួនបាទគឺតើតើបញ្ហាទឹកដែលមិនស្អាតទឹកដែលមិនល្អបាទទឹកខ្លះគឺមានជាតិអាស៊ីដច្រើនអញ្ចឹងខ្ញុំទាមទារអ្នកដែលមានបញ្ហាផ្លោកនោមដែលមានបញ្ហាការនោមញឹកនោមញាប់នោមមកឈួលនោមមកក្តៅទឹកនោមមកពពុះបាទត្រូវកែទម្លាប់ក្នុងពេលហ្នឹងបាទអ្នកការព្យាបាលថ្នាំផងនិងព្យាបាលដល់ការហូបទឹកផងអញ្ចឹងទឹកត្រូវបានរលាកផ្លោកនោមការព្យាបាលរលាកតម្រងនោមនេះគឺទាមទារការប្រឹក្សាហើយនឹងត្រូវការពេលវេលាអញ្ចឹងបើសិនយើងគ្រាន់តែញ៉ាំថ្នាំហើយយើងអត់បានដូរទម្លាប់នៃការញ៉ាំទឹកឬក៏យើងដូរទម្លាប់នៃការញ៉ាំទឹកតែយើងអត់បានញ៉ាំថ្នាំអញ្ចឹងបានន័យថាពីរនោះត្រូវតែគូបញ្ចូលនេះអញ្ចឹងទន្ទឹមនឹងការដែលយើងញ៉ាំថ្នាំឬក៏ការញ៉ាំទឹកនេះទាមទារឲ្យបងប្អូនកូនមួយត្រូវតែមកជួបជាមួយនឹងគ្រូពេទ្យបាទដើម្បីពិនិត្យមើលថាតើបញ្ហាផ្លោកនោមជាបញ្ហាឬក៏ទាក់ទងនឹងបញ្ហាការខ្សោយតម្រងនោមឬក៏មានបញ្ហាណាមួយនៃប្រព័ន្ធទឹកមូលថាប្រព័ន្ធតម្រងនោមយើងតាំងពីកលៀនតាំងពីទយោនោមរហូតដល់ផ្លោកនោមរហូតដល់បង្ហូរនោមរបស់យើងអញ្ចឹងយើងត្រូវតាមមួយឲ្យច្បាស់អញ្ចឹងថ្ងៃនេះខ្ញុំចង់និយាយថារៀនការយើងទាំងមូលណាយើងត្រូវតែពិភាក្សាឲ្យច្បាស់ថាមូលហេតុអីពិតប្រាកដបញ្ហាកលៀនបញ្ហាផ្លោកនោមបញ្ហាតម្រងនោមបញ្ហាគ្រូឬបញ្ហាកកឬបញ្ហាដោះសាច់ឬក៏បញ្ហាតាក់ទងជាមួយការខ្សោយតម្រងនោមយើងវិភាគឲ្យច្បាស់អញ្ចឹងយើងត្រូវការមកជួបជាមួយគ្រូពេទ្យដែលមានឯកទេសច្បាស់លាស់អញ្ចឹងកាលណាបងប្អូនគាត់តែសង្ស័យហើយឈឺកលេសថ្នាំនេះឈឺកលេសថ្នាំនោះការដែលយើងមិនច្បាស់លាស់ហ្នឹងហើយបូកនឹងការដែលយើងញ៉ាំថ្នាំមិនត្រឹមត្រូវបាទសុំទោសពេលខ្លះបងប្អូនឈឺតែញ៉ាំថ្នាំហើយថ្នាំនោះទៀតគឺកន្លែងដែលលក់ថ្នាំហ្នឹងមិនសមរម្យទៀតតែមិនការផ្សំថ្នាំតែមិនត្រឹមត្រូវធ្វើឲ្យការឈឺចាប់របស់យើងធ្វើឲ្យបញ្ហារបស់យើងកាន់តែទ្វេដងអញ្ចឹងពេលខ្លះបញ្ហាស្រាលនៅពេលដែលយើងញ៉ាំថ្នាំមិនត្រឹមត្រូវទៀតបញ្ហាទៅជាធ្ងន់វាអាចប៉ះពាល់ទៅលើកាពះវាអាចប៉ះពាល់ទៅលើបញ្ហាផ្សេងៗទៀតយើងដឹងថាការញ៉ាំថ្នាំសូមឲ្យមានការប្រុងប្រយ័ត្នព្រោះថ្នាំគឺជាអាវុធមកពីរយើងកាន់តែញ៉ាំផលប៉ះពាល់កាន់តែកើនឡើងតែបើសិនយើងញ៉ាំបានត្រឹមត្រូវយើងព្យាបាលទៅលើបញ្ហារបស់យើងដោះស្រាយលើបញ្ហាអញ្ចឹងមើលក្រោមវិញថាទី1តើតើជាមួយនឹងការដូររបបឬក៏ដូរបញ្ហាបាទកែតម្លាប់នៃបញ្ហាមិនល្អដូចជាបញ្ហាចូលចិត្តញ៉ាំរបស់អាប់ចូលចិត្តភេសជ្ជៈផ្អែមឬតើតើជាមួយគ្រឿងកំប៉ុងតើតើជាមួយនឹងការជក់បរិយាអ៊ីនធឺណិតតើតើគ្រឿងសម្បត្តិសូមបន្ថយឬក៏បញ្ចុះក្នុងករណីបើសិនជាយើងមានសញ្ញាទាំងអស់នឹងហើយបើសិនជាពុកម៉ែបងប្អូននៅតែបន្តទៅបញ្ហាហ្នឹងអញ្ចឹងបញ្ហាលើបញ្ហាថ្ងៃក្រោយទៅគ្រប់យ៉ាងរបស់អ្នកណាដែលខូចគឺយើងអ្នកណាចំណាយលុយគឺយើងហើយអ្នកណាជាអ្នកលំបាកគឺគ្រួសាររបស់យើងចុងក្រោយបំផុតគឺអត់មាននរណាម្នាក់ក្រៅពីយើងនិងក្រុមគ្រួសាររបស់យើងទេអញ្ចឹងនៅសំណងពោសូមឲ្យបងប្អូនកូនមួយដែលកំពុងឬក៏បងប្អូនដែលកំពុងមានបញ្ហាហ្នឹងមេតាយកខ្លួនមកពិនិត្យសុខភាពបាទយកមកឲ្យគ្រូពេទ្យពិនិត្យមិនមែនថាយកទៅពិនិត្យពេទ្យទេណាគឺយកខ្លួនយើងហ្នឹងមកជួយជាមួយគ្រូពេទ្យដើម្បីយើងតាមដានសុខភាពរបស់យើងថាចំណុចមួយណាជាបញ្ហារបស់យើងឲ្យពិតប្រាកដហើយយើងចូលរួមទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាទាំងអស់ហ្នឹងអញ្ចឹងសង្ឃឹមថាចំណេះដឹងមួយនេះហើយនឹងសំណួរដែលបងប្អូនសួរមកច្រើនមែនតើខ្ញុំខូចកលៀនមែនអត់ខ្ញុំខូចកលៀនមែនអត់អ្នកថាសួរមែនតើតែអត់យកខ្លួនឯងមកពិនិត្យសុខភាពទេហើយចាំទីសិនខ្ញុំរវល់ចាំពេលនេះពេលនោះពេលណាក៏បានដែរព្រោះជំងឺគឺនៅក្នុងខ្លួនរបស់យើងពេលណាដែលយើងព្យាបាលក៏បានដែរតែគ្រាន់តែថាបើសិនយើងឆាប់ព្យាបាលយើងឆាប់ជាតែបើសិនយើងក្រព្យាបាលពេលឬក៏យើងព្យាបាលយូរពេកអញ្ចឹងជំងឺកាន់តែធ្ងន់ចំណាយកាន់តែច្រើនអញ្ចឹងជ្រើសរើសខ្លួនឯងថាតើគួរយកពេលវេលាណាមួយដើម្បីមកពិនិត្យសុខភាពច្បាស់លាស់បាទអញ្ចឹងនៅពីខ្ញុំដុកទ័រគីមបាទជូនពរពុកម៉ែបងប្អូន
ថែទាំសុខភាពគឺជាជំនឿទី1សម្រាប់ជាលៀបសុខភាពជាទ្រព្យអញ្ចឹងសង្ឃឹមថាសុខភាពល្អគ្រប់យ៉ាងរបស់គឺនៅតែជារបស់យើងតែបើសិនសុខភាពមិនល្អបាទគ្រប់យ៉ាងរបស់អាចនឹងជារបស់គេអញ្ចឹងជូនពរបងប្អូនទទួលបានសុខភាពល្អ